ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនៅបងប្អូនមកធ្វើអំពីវិធីស្លត្រពាំងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូននេះគឺដោយសារតែខែនឹងធ្លាក់ភ្លៀងបងប្អូនទាំងអស់គ្នាហើយពុកខ្ញុំគាត់ទៅខាងក្រោយផ្ទះហ៎ក៏ឃើញត្រពាំងល្អពេកគាត់កាត់យកមកឲ្យបាន3ដែរបងប្អូនទាំងអស់គ្នាហើយនឹកឃើញឃ្លានត្រពាំងដែរអញ្ចឹងមិនដឹងថាស្លអីឆ្ងាញ់មានយកវាមកសាបជាមួយនឹងបន្លែធម្មជាតិយើងបងប្អូនយើងដំបូងយើងធ្វើការឆ្កឹះសបកវាឲ្យស្អាតសិនបងប្អូនទាំងអស់គ្នានេះឆ្កឹះដូចខ្ញុំចឹងមកឆ្កឹះវាបកវាឲ្យស្អាតមកបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងឆ្កឹះវាស្អាតហើយបងប្អូនយើងធ្វើការចិតអាកន្លែងគល់វាហ្នឹងព្រោះអីអាគល់ហ្នឹងគឺវាចាស់ហើយវារឹងអញ្ចឹងយើងហូបអត់កើតទេដល់ពេលអញ្ចឹងយើងចិតវាឲ្យស្អាតណាបងប្អូនជីចិតធ្វើម៉េចឲ្យវានៅតែកន្លែងខ្ចីអញ្ចឹងបងប្អូនទាំងអស់គ្នានេះឃើញអត់យើងចិតវាបែបហ្នឹងមកឲ្យវាស្អាតមកហើយត្រពាំងហ្នឹងយកទៅសាបក៏ឆ្ងាញ់ហើយត្រពាំងរបស់ខ្មែរយើងបងប្អូនមិនមែនត្រពាំងផ្អែមត្រពាំងអីទេយើងយកទៅអីគេហៅថាខជើងជ្រូកទៅដិតវាខជើងជ្រូកហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាវាម្យ៉ាងតាមចំណង់ចំណូលចិត្តអញ្ចឹងបងប្អូនដល់ពេលហើយយើងត្រូវចិតវាស្អាតអញ្ចឹងបងប្អូនឃើញអត់បន្ទាប់ពីយើងចិតវាស្អាតបាតហើយយើងយកត្រពាំងទៅលាងទឹកសិនបងប្អូនយើងយកវាទៅលាងទឹកសម្អាតវាឲ្យស្អាតដីយើងចិតអាសបកនឹងអីវាហ្នឹងយើងវាឲ្យស្អាតហើយយើងយកទឹកធម្មតាយើងនឹងដាក់ចូលឆ្នាំងមកហើយយើងដាក់អំបិលមកចាប់បងប្អូនទាំងអស់គ្នាដាក់អំបិលមកចាប់ចូលក្នុងឆ្នាំងទៅតមកទៀតគឺយើងធ្វើការចិតត្រពាំងនឹងបងប្អូនចិតវាដាក់ចូលត្រាំនៅក្នុងទឹកហ្នឹងទៅដើម្បីឲ្យវាចេញជាតិហាងអញ្ចឹងបងប្អូនទាំងអស់គ្នាធម្មតាត្រពាំងខ្មែរយើងវាមិនដូចត្រពាំងផ្អែមទេវារាងហាងអីបន្តិចអញ្ចឹងបងប្អូនយើងធ្វើនេះដាក់អំបិលចូលមកហើយយើងចិតត្រពាំងយើងហ្នឹងចិតវាយកកបិតមុខពីរបងប្អូនទាំងអស់គ្នាចិតវាឲ្យវាធ្វើម៉េចឲ្យវារៀងស្ដើងអញ្ចឹងណាចិតវាដាក់ចូលឆ្នាំងហ្នឹងបងប្អូនចិតវាអស់មកពឹបមកបងប្អូនទាំងអស់គ្នាបងប្អូនអើយឃើញអត់ចិតវាដាក់ចូលឆ្នាំងហ្នឹងអស់មកតោះពីយើងធ្វើការចិតហើយអីហើយបងប្អូនទាំងអស់គ្នាយើងធ្វើការច្របាច់វាយើងច្បល់វាធ្វើម៉េចច្របាច់ឲ្យត្រពាំងហ្នឹងវាទន់ហ្នឹងជាមួយនឹងអំបិលហ្នឹងបងប្អូនឲ្យវាចេញជាតិហាងនឹងអស់ទៅបងប្អូនឃើញអត់ច្បល់ដូចខ្ញុំក៏បានបងប្អូនច្បល់យកអញ្ចឹងបងប្អូនយើងច្បល់វាយើងទុកវាមកធុះយើងវាទៅលាងទឹកចេញណាបងប្អូនទាំងគ្នាយើងយកទៅលាងទឹកវាស្អាតហើយនេះគឺត្រីយើងទិញគេតែមួយទេបងប្អូនទាំងគ្នាតែប៉ុណ្្នឹងមួយកន្លះគីឡូបងប្អូនអស់7000បងប្អូនទាំងគ្នាហើយបន្តមកយើងធ្វើការទៅរកគ្រឿងផ្សំភាសារបស់វាបងប្អូនអើយគ្មានស្អីឆ្ងាញ់ជាងត្រួយទៀបបាយទៀបអីហ្នឹងបងប្អូនទៀបបារាំងទៀបអីយើងហ្នឹងយើងបេះអាស្លឹកខ្ចីមកពេលធ្លាក់ភ្លៀងមកមេហ្នឹងគឺវាលាស់ល្អមែនទែនយើងក្តិចយកត្រួយខ្ចីមកទៅសាបថាឆ្ងាញ់អូឆ្ងាញ់បងប្អូនទាំងគ្នានេះខ្ចីល្អមែនតើបងប្អូនមិនណាមិនធ្លាប់សាបត្រពាំងស្លឹកទៀបបងប្អូនអាចសាកល្បងបានណាយើងក្តាច់មកមានត្រួយសណ្ដែកខ្មោចគេហៅសណ្ដែកខ្មោចត្រួយវាខ្ចីពេលលាស់ភ្លៀងធ្លាក់ភ្លៀងមួយមេវាលាស់ខ្ចីល្អមែនតើហើយនឹងស្លឹកងប់ស្លឹកអីយើងបងប្អូនថាអូយបន្លែធម្មជាតិបងប្អូនហើយមានចំណាយលុយអស់ប្រហែលទេមកពេលនឹងដើរតែក្តិចដើរតែបោចហូបទៅទៅណាអស់បងប្អូនដូចខ្ញុំចូលចិត្តរបស់ធម្មជាតិដែរបងប្អូនហើយឆ្ងាញ់យកទៅណាអស់នេះយើងក្តាច់វាហើយយើងដើរទៅរកស្លឹកងប់ទៀតបងប្អូននៅក្បែរផ្ទះប្អូនខ្ញុំវាលាស់ខ្ចីមែនតើយើងកាច់វាចឹងមកសាក្រោយវាដុះមកខ្ចីទៀតបងប្អូនបើយើងអត់កាច់ទេវាអត់មានត្រួយខ្ចីមកទេអាប្រភេទស្លឹកងប់ហ្នឹងនេះខ្ញុំកាច់វាចឹងបងប្អូនកាច់ផេះមកបងប្អូនស្លឹកងប់មកស្លម្ជូរក៏ឆ្ងាញ់ដែរបងប្អូនទាំងគ្នាម្ជូរយើងហ្នឹងឆ្ងាញ់អស់តោះនេះបានហើយយើងធ្វើការមកលាងត្រពាំងបងប្អូនពាំងយើងទុកមិញហ្នឹងយើងលាងវាដាក់ចូលឆ្នាំងបងប្អូនទាំងគ្នានេះខ្ញុំដាក់លាងវាពីទឹកមកបងប្អូនច្របាច់វាច្បោកចុះច្បោកច្បល់ឡើងច្បោកចុះច្បល់ឡើងមកទៅវាលាងវាឲ្យស្អាតបងប្អូនទាំងគ្នាឃើញអត់ដើម្បីឲ្យវាអាជាតិប្រៃនៅក្នុងនឹងវាជ្រះចេញតែអញ្ចឹងយើងស្លទៅយើងថែមអំបិលថែមប្រហុកអីទៀតទៅយើងប្រៃពេកអញ្ចឹងយើងលាងវាស្អាតមកបងប្អូនលាងវាពីទឹកមកបងប្អូនលាងវាស្អាតចឹងមកហើយនៅពេលដែលយើងលាងវាស្អាតហើយយើងដាក់ចូលឆ្នាំងបងប្អូនដាក់ឆ្នាំងយើងងាស់វាជាមួយនឹងហើយយើងដាក់អង្ករថែមនៅក្នុងឆ្នាំងយើងបងប្អូនដើម្បីឲ្យវារីកអង្កររីកអីទៅនិយាយទៅអាស្លត្រពាំងនេះយើងមិនបាច់ហូបជាមួយបាយក៏បានដែរព្រោះឲ្យយើងដាក់អង្ករចូលក្នុងខ្លះហើយយើងហូបតលេងក៏បានបងប្អូនទាំងគ្នានេះបងប្អូននេះដាក់មកក្តាប់ដៃចឹងមកហើយយើងជិតដាក់លើហ្គាសបើកហ្គាសភឹបងាស់វាចោលយើងធ្វើការទៅរកគ្រឿងផ្សំយើងមិញស្លឹកស្អំបងប្អូនទាំងគ្នានៅទូឃើញនៅសល់យើងមកដាក់ស្លប្រហើយទៅបងប្អូនហើយយើងអង្គុយបេះស្លឹកងប់បេះស្លឹកអីស្លឹកទៀបស្លឹកអីយើងបេះវាកាត់វាហើយយើងយកទៅលាងទឹកវាស្អាតចាំពេលណាយើងមកងាស់វាឆ្អិនយើងបង់វាចូលបិទហ្គាសយើងហូបបានបងប្អូនអរគ្នា
นี่បងប្អូនឃើញថាខ្ចីមែនតើត្មងបងប្អូនហើយនឹងឃើញអត់យើងក្តាច់វាយើងបូតវាបងប្អូនអរគ្នាបូតតាមធៀងហើយងប់ហ្នឹងក៏ស្រួលដាំដែរបងប្អូនកាច់តែមែកវាទៅសៀតចោលនឹងដីហ្នឹងដុសវាទៅណាអស់ឲ្យតែមានទឹកលាស់ខ្ចីរហូតបងប្អូនហូបបានពេញមួយឆ្នាំហ្មងនេះបូតវាខ្វាច់មកឲ្យស្រួលបេះស្លឹកងប់យើងស្លឹកងប់ស្លឹកកទូតអីហ្នឹងសាបបានទាំងអស់តែអត់មានកទូតទេបងប្អូនស្លឹកកទូតឥឡូវវាក្រវាអត់សូវមាននេះយើងក្តាច់វាមកឲ្យស្អាតលាងទឹកវាស្អាតពីទឹកមកសំណុកទុកបងបងប្អូនយើងមើលតែបេះហើយទឹកយើងពុះល្មមយកប្រហុកទៅជ្រុំបងប្អូនទាំងអស់គ្នាយើងយកប្រហុកយើងផុកត្រីសាច់យើងហ្នឹងយកទៅជ្រុំវាទៅនេះហើយយើងបងត្រីភ្លឹបចូលទៅបងប្អូនទាំងអស់គ្នាអូយើងកោមើលមិនកោវារីកហើយនៅមើលតែវារីកហើយអីហើយយើងដាក់គ្រឿងក្រៅថែមប៊ីចេងថែមស្ករថែមអីតាមហ្នឹងទៅបងប្អូនទាំងអស់គ្នាបងប្អូនចង់ប្រៃដាក់ថែមអំបិលថែមអីទៀតទៅបងប្អូនបន្ទាប់មកយើងធ្វើការបិទហ្គាសបងប្អូនបិទហ្គាសយើងបងស្លឹកដែលយើងយកមកប្រសាបងពីលើបងប្អូនតែប៉ុណ្្នឹងងាយហើយឆ្ងាញ់ទៅទាំងអស់ទេបងប្អូនអើយហើយខែហ្នឹងវាសបោទេបងប្អូននេះពីឆ្ងាញ់ហ្មងធម្មជាតិហ្នឹងបងប្អូនអាចសាកបងធ្វើតាមវិធីនេះបានណាធានាថាឆ្ងាញ់បងប្អូនទាំងអស់គ្នាតែមែនតែមានប្រទេសមួយពីរឡើងហឹលមកអែមអរគុណច្រើនជម្រាបលាបងប្អូន